មីឆាជាមុខម្ហូបមួយប្រភេទដែលយើងអាចញ៉ាំជំនួសបាយឬក៏ញ៉ាំជំនួសម្ហូបផ្សេងហើយជាមុខម្ហូបមួយដែលយើងធ្វើឡើងនៅពេលដែលយើងដាច់លុយប៉ុន្តែសម្រាប់មីឆាមួយនេះគឺខ្ញុំធ្វើឡើងមិនមែននៅពេលដែលខ្ញុំដាច់លុយនោះទេដោយសារតែមានគ្រឿងផ្សំជាច្រើនដូចជាស្ពៃក្តោបសាច់ជ្រូក3ជាន់ហើយនិងថ្លើមជ្រូកផងដែរជំហានដំបូងគឺយើងត្រូវយកមីយកមកលាងហើយមីដែលខ្ញុំជ្រើសរើសនៅថ្ងៃនេះគឺជាប្រភេទមីបន្លែដែលយើងផ្សំឡើងពីធម្មជាតិដែលខ្ញុំទិញនៅលើទីផ្សារបន្ទាប់ពីយើងធ្វើការដាក់ទឹកត្រាំដោយសារតែមីនេះខ្ញុំត្រាំទឹកត្រជាក់ធម្មតានោះទេគឺជំហានទី2គឺខ្ញុំធ្វើការយកសាច់ជ្រូក3ជាន់យកមកហាន់វាជាចំណិតតូចល្មមដែលយើងគិតថាសមរម្យយើងអាចធ្វើការចិញ្ច្រាំសាច់ជ្រូកហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំអត់ចិញ្ច្រាំសាច់ជ្រូកហ្នឹងទេគឺខ្ញុំធ្វើការគ្រាន់តែវាហាន់វាតូចល្មមដើម្បីឲ្យវាស័ក្តិសមឬក៏វាទំនងសម្រាប់មុខម្ហូបនៅថ្ងៃនេះហើយដើម្បីឲ្យពេលដែលយើងឆាទៅគឺយើងងាយស្រួលញ៉ាំបើបងប្អូនមានសាច់គោអាចដាក់សាច់គោជំនួសសាច់ជ្រូកក៏បានដែរតែដោយសារតែថ្ងៃនេះនៅផ្ទះមានសាច់ជ្រូក3ជាន់ស្រាប់ផងហើយជាសាច់ជ្រូកដែលយើងក្លាសេទុកនៅក្នុងទូឯងងាយស្រួលនៅពេលដែលយើងត្រូវការយើងយកសាច់ជ្រូកហ្នឹងគ្រាន់តែយកមកត្រាំទឹកតាមមួយភ្លែតទៅវាទន់ល្អយើងក៏លើកវាយកមកហាន់ជាចំណិតតូចល្មមដែលស័ក្តិសមជាមួយនឹងមុខម្ហូបនៅថ្ងៃនេះជាមុខម្ហូបឆាមីធម្មជាតិជាមួយនឹងស្ពៃក្តោបខ្ញុំដាក់ឈ្មោះវាបែបនេះដោយសារតែអត់ដឹងថាឈ្មោះបែបណាស័ក្តិសមសម្រាប់មុខម្ហូបមួយនេះនោះទេដោយសារតែមុខម្ហូបរបស់យើងមានតែមីដែលយើងធ្វើពីបន្លែហើយនិងបន្លែដែលយើងជ្រើសរើសយកមកឆាគឺជាស្ពៃក្តោបដូច្នេះខ្ញុំក៏ដាក់ឈ្មោះថាមីឆាបន្លែស្ពៃក្តោបមីឆាបន្លែស្ពៃក្តោបគឺមានគ្រឿងផ្សំដូចជាសាច់ជ្រូក3ជាន់ហើយខ្ញុំថែមថ្លើមជ្រូកដោយសារតែថ្លើមជ្រូកមានស្រាប់ដូចគ្នាខ្ញុំដាក់ថ្លើមជ្រូកសាច់ជ្រូក3ជាន់ស្ពៃក្តោបហើយនិងមីបន្លែដែលខ្ញុំបានត្រាំទឹកទុករួចរាល់នេះផងដែរហើយបន្ទាប់ពីយើងហាន់សាច់ជ្រូកយើងរួចរាល់យើងក៏ដាក់វាចូលទៅក្នុងចានទុកមួយឡែកជំហានបន្ទាប់គឺខ្ញុំធ្វើការយកខ្ទឹមសរបស់យើងយកមកដំវាឲ្យបែកហើយយើងធ្វើការចិញ្ច្រាំខ្ទឹមរបស់យើងឲ្យវាល្អិតតូចល្មមដែលយើងត្រៀមសម្រាប់ឆាសាច់ជ្រូករបស់យើងមុននឹងយើងធ្វើការឆាមីបន្ទាប់ជំហានបន្ទាប់នេះគឺយើងដាក់ខ្ទះហើយយើងបើកភ្លើងបន្ទាប់ពីយើងបើកភ្លើងហើយយើងក៏ធ្វើការចាក់ខ្លាញ់យើងចាក់ខ្លាញ់យើងចូលល្មមឲ្យវាក្តៅហើយយើងក៏ដាក់ខ្ទឹមសដែលយើងច្រាមហ្នឹងចូលទៅក្នុងខ្ទះហើយយើងធ្វើការឆាវាត្រឡប់ចុះឡើងមួយសន្ទុះទៅដើម្បីឲ្យខ្ទឹមសរបស់យើងហ្នឹងវាប្រែពណ៌ទៅល្មមកុំឲ្យវាខ្លោចពេកបន្ទាប់ពីខ្ទឹមសយើងប្រែពណ៌ហើយយើងក៏ធ្វើការចាក់សាច់ជ្រូក3ជាន់ដែលយើងបានហាន់ជាចំណិតតូចល្មមហ្នឹងចូលទៅក្នុងខ្ទះដែលយើងឆាមីហ្នឹងហើយយើងធ្វើការឆាវាបន្តទៀតបន្ទាប់ពីយើងឆាសាច់ជ្រូក3ជាន់យើងហើយយើងធ្វើការចាក់ថ្លើមនេះផងដែរខ្ញុំបានស្រុះវាហើយខ្ញុំបានហាន់វាចំណិតតូចល្មមស័ក្តិសមដើម្បីឲ្យយើងងាយស្រួលញ៉ាំហើយជំហានបន្ទាប់គឺយើងធ្វើការដាក់ស្ករសចូលបន្តិចបន្ទាប់ពីដាក់ស្ករសហើយយើងថែមរ៉តឌីចូលបន្ទាប់ពីថែមគ្រឿងយើងបន្តិចហើយយើងក៏ធ្វើការឆាវាបន្តទៀតយើងអត់មានអីលំបាកនោះទេយើងគ្រាន់តែឆាវាត្រឡប់ទៅត្រឡប់មកដើម្បីរំងាស់សាច់ជ្រូក3ជាន់របស់យើងហើយខ្ញុំធ្វើការថែមប្រេងខ្យងបន្តិចចូលដើម្បីឲ្យមានឱជារសល្មមហើយជំហានបន្ទាប់នេះគឺខ្ញុំធ្វើការភ្លក់ម្ហូបរបស់យើងថានៅពេលដែលយើងដាក់គ្រឿងសាច់យើងឆ្អិនហើយតើរសជាតិវាស័ក្តិសមនឹងចំណូលចិត្តរបស់យើងដែរឬអត់បន្ទាប់ពីខ្ញុំភ្លក់ហើយខ្ញុំគិតថាវាល្មមហើយខ្ញុំក៏ធ្វើការចាក់បន្លែរបស់ខ្ញុំគឺមានស្ពៃក្តោបដែលខ្ញុំបានហាន់វាចំណិតតូចល្មមដែលយើងស័ក្តិសមថាយើងអាចឆាទៅវាឆាប់ឆ្អិនព្រោះស្ពៃក្តោបក៏ជាបន្លែមួយប្រភេទដែលយើងអាចញ៉ាំឆៅបានដែរដូច្នេះហើយយើងគ្រាន់តែឆាវាមកត្រឡប់មកល្មមហើយយើងធ្វើការដាក់មីបន្លែរបស់យើងចូលមីបន្លែរបស់យើងធ្វើការត្រាំទឹកហើយយើងស្រង់វាឲ្យស្រស់ទឹកតមកយើងចាក់វាចូលនៅក្នុងម្ហូបដែលយើងបានឆាយើងផ្សំគ្រឿងរួចរាល់ហើយយើងក៏ធ្វើការឆាវាត្រឡប់
ទៅត្រឡប់មក2 3ត្រឡប់យើងឆាបែបនេះគឺកុំឲ្យមីឆារបស់យើងអាចនឹងខ្លោចបើសិនជាករណីយើងអត់ធ្វើការឆាវាត្រឡប់ចុះត្រឡប់ឡើងច្រើនដងនោះទេវាអាចនឹងធ្វើការឲ្យនឹងខ្លោចបាតខ្ទះឬក៏ស្អិតបាតខ្ទះរបស់យើងធ្វើឲ្យយើងពិបាកជោគនៅពេលដែលយើងឆាវាបែបនេះហើយយើងអាចនឹងបើសិនជាខ្វះខាតអីយើងអាចថែមបានតែឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការភ្លក់វាបន្តិចបន្ទាប់ពីខ្ញុំភ្លក់ហើយមីឆារបស់ខ្ញុំក៏បានរួចរាល់ទាំងអស់គ្នាហើយបន្តមកនេះខ្ញុំដួសដាក់ចាននៅពេលដែលខ្ញុំដួសដាក់ចានហើយខ្ញុំនឹងធ្វើការភ្លក់ឬក៏ញ៉ាំឲ្យបងប្អូនមើលឆ្ងាញ់